ចាប់ផ្ដើមស្អីរឿងយើងមិនឃើញថាមានមនុស្សម្នាក់បានដួលហើយមួយនឹងហើយដែលចូលរបស់យើងបោះវាដូចបាល់ទីវាមកណាបន្តមកយើងបានលើគ្នារបស់យ៉ាងសូវបាននិយាយថាតើវាមែនទេជាម្នាក់ដែលបាននិយាយពីវាហើយយ៉ាងសូវរបស់យើងក៏បានឆ្លើយថានឹងហើយគឺជាមួយណាយើងមិនឃើញថាចូលរបស់យើងដើរមកយ៉ាងកាចខ្លាំងមែនទែនហើយយើងមិនឃើញមុខរបស់ចូលរបស់យើងពិតជាកាចខ្លាំងមែនទែនហើយយើងបានលើយ៉ាងសូវបាននិយាយថាតើឯងមកទីនេះពិតជាលឿនមែនទែនតើឯងជាអ្នករត់ប៉ុណ្ណឹងក៏យ៉ាងម៉េចបន្តមកចូលបានប្រាប់ឲ្យពួកគេដល់លេងហិនស៊ូហើយយ៉ាងសូវរបស់យើងនឹងបាននិយាយថាតើឯងគិតថាមែនទេយើងខំប្រើគ្រប់វិធីដើម្បីចាប់វាមកឯងគ្រាន់តែប្រាប់យើងដល់លេងយើងនឹងដល់លេងវាហ៎ហើយអូនហុនស៊ូនឹងបានស្រែកថាបងប្រុសឈលហើយយ៉ាងសូវបាននិយាយទៀតថាឯងមកទីនេះហើយយកវាទៅគាត់ថាណិតមកគាត់ខ្លាំងមែនតើដោយសារតែមកគាត់ត្រូវបានគេដាក់មកជង្គង់បាត់ថ្មីនិយាយលុយទៀតពេលនោះអំចូលយើងក៏បានដើរទៅស្រាប់តែមាននរណាម្នាក់បានដើរមកកាមកគេបន្ទាប់មកមួយនឹងបានសួរទៅកាន់អំចូលយើងថាហើយមើលអីហើយតែឃើញមនុស្សទេបន្ទាប់មកមួយនឹងបាននិយាយទៀតថាអូមើលទៅឯងកំពុងតែខ្លាចហើយក្រោយពីមួយនឹងនិយាយចប់ភ្លាមយើងឃើញមានដៃមួយបានកបួយការមួយនឹងបន្ទាប់មកអំចូលរបស់យើងបានទេមួយនឹងបោកភឹងតែម្ដងមើលទៅអូរ៉ាជួយមកអូរ៉ាហ្វាណែងបន្ទាប់ពីអំចូលរបស់យើងបានចាប់បោកកាប៉ែនោះហើយគាត់ដើរចូលដូចគ្មានជាពេលណាមករៀនអញ្ចឹងហើយពួកចောက်ចៃបាននិយាយថាឯងហ៊ានបោកគេផងហើយអំចូលរបស់យើងពិតជាខ្ជិលខ្វល់ជាមួយនឹងពួកហ្នឹងខ្លាំងមែនតើគាត់ទៅចូលស្ដាប់វានិយាយហើយគាត់ហើយនិយាយហើយគាត់បានចូលសម្លឹងមើលមុខពួកចោលមកសិទាំងអស់ហ្នឹងបន្ទាប់មកគាត់ក៏បានសម្រុកចូលតែម្ដងមួយនោះរត់ចូលមកភ្លាមអំចូលរបស់យើងបានម៉ាត់បេស្ដាំម្ដាយតែម្ដងចូលកដាមុខពេញហើយបន្ទាប់មកមួយទៀតរត់ចូលគាត់ក៏បានទេមួយហ្នឹងដាក់មកជង្គង់កដាមុខតែម្ដងគ្នាយើងឃើញក្នុងរូបប៉ាំងផ្លប់តែម្ដងហើយអំចូលរបស់យើងបានមកមួយនឹងប្រហើយដើម្បីជាការបញ្ចប់កិច្ចក្រោយពីអំចូលរបស់យើងបានវាយពួកចោលចាយទាំងអស់ហ្នឹងហើយយើងបានលើពួកពីរក្បាលនោះបាននិយាយទៀតថាយើងបានលើសម្លេងរបស់យ៉ាងសូវបាននិយាយថាហើយឃើញទេហើយដឹងអីដែលចង់និយាយប្រាប់អីអត់មួយនឹងពិបាកទប់វាខ្លាំងណាស់ហើយដឹងទេឃើញវាខ្លាំងអត់ហើយជើងឌឺវាខ្ជិលតបខ្លាំងមែនទែនវាគ្រាន់តែឈប់ស្ដាប់ហើយគិតតែប៉ុណ្ណោះហើយយ៉ាងសូវយើងនឹងបាននិយាយថារឿងមិនដល់ថ្នាក់នេះហើយទោះយើងបានវាយមួយនឹងដួលក៏យើងមិនស្ងប់ចិត្តដែរព្រោះវាបានវាយកូនចៅរបស់យើងដួលជាច្រើនអានេះកូនចៅវាអន់ចឹងមកវាឲ្យកូនចៅវាទៅបៀតមួយឈោបៀតមិនរួចហើយអូនហ៊ុនស៊ូបានស្រែកហៅបងប្រុសឈោរបស់គេចឹងទៅពិតជាកំសត់ខ្លាំងមែនទែនអូននេះពេលនោះយើងកាត់ចូលចូលរបស់យើងកំពុងតែវាយគ្នាជាមួយនឹងពួកអនទាំងអស់នោះហើយយើងបានឃើញថាមួយអើខ្មៅដើរចូលក៏បានម៉ាត់ម្ដាយកដាមកតែម្ដងបន្ទាប់មកឈោក៏បានងាកទៅមើលហុនស៊ូហើយយើងបានឃើញថាយ៉ាងសូវបាននិយាយថាហើយមើលអីមិនដែលឃើញមនុស្សទេបន្ទាប់មកយើងបានលឺយ៉ាងសូវនិយាយដូចជាមនុស្សឈួតចឹងវាបាននិយាយថាបន្តទៀតទៅយើងនឹងសងកូនឯងវិញដល់យើងនឹងមកបាក់ដៃអាក្មេងនេះតែម្ដងហើយយើងនឹងមកបាក់ដៃវាទាំងពីរតែម្ដងហើយចាំមើលទៅក្រោយពីឈោរបស់យើងបានលឺពាក្យទាំងអស់នោះហើយធ្វើឲ្យគាត់ពិតជាស្លុតចិត្តខ្លាំងមែនតើក្រោយពីឈោរបស់យើងបានលឺពាក្យទាំងអស់នោះវាបានធ្វើឲ្យគាត់បានភ្លេចខ្លួនតែម្ដងហើយវាក៏ជាឱកាសសម្រាប់ពួកអនទាំងអស់នោះដើម្បីវាយគាត់ផងដែរបន្ទាប់ពីគាត់ត្រូវបានពួកនោះវាយចុះហើយវាធ្វើគាត់ពិតជាខឹងខ្លាំងមែនតើក៏បានស្រាច់ចិត្តទៅវាថាអាចចង្រៃហើយពួកវាក៏បានបន្តវាយទៅកាន់ឈោហើយបាននិយាយថាអាល្ងីល្ងឿននេះវានៅតែឲ្យយើងវាយវាចូលទៀតវិញហើយពួកវាបានបន្តវាយទៅកាន់ឈោរបស់យើងហើយយើងបានឃើញថាកន្លែងឈោរបស់យើងត្រូវបានពួកនោះព្រួយវាយយ៉ាងខ្លាំងមែនតើហើយយើងបានលឺសំឡេងរបស់យ៉ាងសូបាននិយាយថាល្អខ្លាំងណាស់ហើយវាបានចាប់ក្បាលរបស់យុនស៊ូដើម្បីឲ្យយុនស៊ូមើលគេវាយឈោហើយវាបាននិយាយថាមើលវាទៅហើយវាបាននិយាយថាឯងមើលទៅកាន់បងប្រុសឈោរបស់ឯងទៅឯងឃើញទេតែឯងឃើញថាបងប្រុសរបស់ឯងពិតជាមានការជិះចាប់ខ្លាំងណាស់តែមែនទេប៉ុន្តែវាទាំងអស់នោះមិនស្មើនឹងយើងឡើយយើងមានការជិះចាប់ខ្លាំងជាងវាទៀតនោះហើយវាបាននិយាយទៅកាន់យុនស៊ូថាមើលវាទៅយើងនឹងត្រឡប់មកវិញហើយយើងបានឃើញថាតួឯករបស់យើងត្រូវបានគេវាយយ៉ាងទក់សាច់តែម្ដងបែកមុខបែកមាត់ហូរឈាមទាំងមកពិតជាណាត់ក៏ខ្លាំងមែនទែនក៏មិនដែរទេវាយគេវិញបន្ទាប់មកយើងបានឃើញថាអាយ៉ាងសូបានដើរចូលមកនិយាយជាមួយនឹងឈោរបស់យើងមានអារម្មណ៍យ៉ាងម៉េចដែរតើវាមានអារម្មណ៍ថាល្អជាងមុនដែរទេឥឡូវហ្នឹងបន្ទាប់មកវាក៏បានសួរទៅកាន់ចូលយើងទៀតថាតើវាមានអារម្មណ៍យ៉ាងម៉េចអានេះសួរផ្កើនបដ ாய் ហើយចូលរបស់យើងគ្មានតបមកទេតែគាត់បានសម្លឹងមើលវាយ៉ាងកាចតែម្ដងបន្ទាប់មកអាយ៉ាងសូក៏បានវាយទៅកាន់ចូលហើយបាននិយាយថាហើយស៊ីន no reply ណាចង់មិនហើយស៊ីន no reply ចឹងបន្ទាប់មកយើងបានលឺយ៉ាងសូបាននិយាយថាហើយឃើញអត់ថាមួយនេះវាប្រកែត្រឹមបានយូរប៉ុណ្ណាពេលនោះយ៉ាងសូវាបានប្រាប់ឲ្យគ្នាវាមកបញ្ចប់ចូលរបស់យើងឆាប់មកឲ្យលឿនហើយមកឲ្យលឿនឡើងមកបញ្ចប់វាទៅហើយក្នុងពេលនោះយើងបានឃើញថាអាចនឹងឌឺបានសម្លឹងទៅមើលអាយ៉ាងសូហើយពេលនោះមិនដឹងជាអាណាទេបានហត់មកជន់សូទៅប្រាប់ហើយវាក៏បានងាកទៅមើលទៅពេលនោះយើងបានឃើញយ៉ាងសុងរបស់យើងបានហត់ចូលតាមប្រួយមកហើយវាក៏ងាកទៅញញឹមដាក់អាចជើងឌឺផងដែរខ្ញុំក៏ថាយ៉ាងសុងនេះក៏វាមិនអន់ទេណាខ្ញុំប្រហែលជាវាខ្លាំងដែរព្រោះភ្នែកវាមាន glow ដែរពេលនោះអាចជើងឌឺរបស់យើងក៏បានសួរទៅកាន់យ៉ាងសូថាហើយជាអាណាគេហើយយ៉ាងសូរបស់យើងគឺបានឆ្លើយថាអ្នកដំណើរឆ្លងកាត់ហ្នឹងហើយយើងបានលើយូសានរបស់យើងក៏បានរៀបរាប់ឈ្មោះរបស់យើងទៅថ្បែមែនតើវាបាននិយាយថាខ្ញុំបានឈ្មោះយូសានជាសិស្សបងរបស់ឯងជើងឌឺក៏បានសួរថាចុះឯងមកនឹងដើម្បីជួយមួយនោះមែនហ៎យូសានបានឆ្លើយថាត្រូវហើយមានអីទៀតហើ
ហើយពេលនោះយូសៀងរបស់យើងបាននិយាយថាខ្ញុំមានអារម្មណ៍ថាខ្ញុំខកចិត្តបន្តិចចំពោះសាច់ច្បងដូចជាឯងហើយចឹងឌឺបានសួរថាតើឯងកំពុងតែចង់និយាយអំពីអីហ៎ឯងសួរចឹងត្រូវអញក៏មិនដឹងថាចង់និយាយពីអីអូវល់ណាស់បន្ទាប់មកយើងបានឮយូសានរបស់យើងបាននិយាយថាយើងមានអារម្មណ៍ថាពួកឯងពិតជាថោកឡើងណាស់ដែលចាប់ខ្លួនក្មេងជំនួសធ្វើជាចំណាក់ខ្មាំងបែបហ្នឹងហើយគេក៏បានហក់ចូលតែម្ដងហើយពេលនោះយើងបានឃើញថាយូសានរបស់យើងបានហត់ដាក់អញ្ចឹងឌឺមួយកែងហើយអញ្ចឹងឌឺវាក៏បានទប់កែងនឹងជាប់យ៉ាង easy មែនតើយើងមើលទៅមុខវាទៅឃើញថាស្រួលតៃមកស្រួលយូសានរបស់យើងបាននិយាយថាតើឥឡូវហ្នឹងហើយចង់មានន័យថាម៉េចអូមុខអែមតៃមកអែមមុខយូសានរបស់យើងបាននិយាយថាយើងមកនឹងដើម្បីធ្វើឲ្យការលេងមួយនេះវាមានភាពស្មើគ្នាព្រោះឯងបានលេងចាប់ក្មេងបន្ទាប់មកសេរីរបស់យើងក៏មកនៅកន្លែងនេះយើងឃើញមានឈាមកំពុងតែស្រក់ហើយយើងបានឃើញយ៉ាងសូវបាននិយាយឌឺដាក់ឈោខ្លាំងមែនទែនទៅត្រូវបើឈោហើយបន្ទាប់មកវាបាននិយាយថាហើយនិយាយស្អីខ្លះមើលក្រោយវាឯងបានធ្វើវាក្តៅចឹងហើយវាបាននិយាយពាក្យថានៅចំពោះចុងក្រោយរបស់សួលយើងមានអារម្មណ៍ថាអស់សំណើចខ្លាំងណាស់ហើយដឹងទេកន្លែងហ្នឹងអូនេះមើងងាយសួរភាកហើយឬខ្លួនទេមើលបន្ទាប់មកវាបានអបរៃយមជុហើយវាបន្តសួរទៅកាន់នំជុលថាតើឯងជាបងប្រុសរបស់វាមែនទេមើលទៅឈាមផ្សេងគ្នាប៉ុន្តែពួកឯងដូចជាគ្រួសារនឹងគ្នាអញ្ចឹងហើយយើងដឹងថាណាទេមកឲ្យទៅកើយ៉ាងសូលហើយពេលនោះយើងស្រាប់តែលើសំឡេងរបស់យូសាងបាននិយាយថាអ៊ំចូលខ្ញុំជួយក្មេងនេះហើយនៅទីនេះឯងមើលមកនេះបាទគេថាជួយមែនបាទជួយអោបតែម្ដងអានេះវាឡប់ចោលក្មេងឯងប្រឹងពីសិនក្រោយពីយ៉ាងសូលវាបានឃើញអញ្ចឹងវាពិតជាពេកខ្លាំងមែនតើហើយវាបាននិយាយថាតើមួយជួយនេះវាជាណាគេហើយពេលនោះសត្វតែមានដៃមួយចាប់ទិញស្មារបស់វាហើយព្រមទាំងនិយាយថាតើឯងកំពុងទៅណាយើងបាននិយាយថាឯងកំពុងតែមើលទៅណាហើយពេលនោះអ៊ំចូលរបស់យើងបានចាប់ស្មារបស់យ៉ាងសូលហើយមើលទៅមុខរបស់អ៊ំចូលទៅសប្បាយចិត្តខ្លាំងមែនតើទីមខ្លួនហើយយើងបានលើយ៉ាងសូលបាននិយាយថាខ្ញុំបរាជ័យម្ដងទៀតហើយប៉ុន្តែពេលនោះស្រាប់តែមាននរណាម្នាក់បានហក់មករកចូលយើងតែម្ដងគឺជាអាចឹងឌឺឯងជួយមកចឹងឌឺវានេះចេញវាយវិញright ឥឡូវនឹងជាប់រឿងហើយមុនបញ្ចប់សេរីរឿងខ្ញុំសូមនិយាយទៅខ្ញុំអាចនឹងដូររឿងធ្វើទៅធ្វើរឿងប្រហែលម៉ានហោវិញព្រោះអីរឿងខ្ញុំធ្វើរងថ្ងៃនេះវាអត់សូវមាន view មែនទេខ្ញុំដឹងថាការសម្ដែងរបស់ខ្ញុំវាមិនសូវល្អឯណាទេប៉ុន្តែខ្ញុំគ្រាន់តែចង់ដូររឿងធ្វើហ្នឹងខ្លាចគ្នាយើងទទួលបានចំណាប់អារម្មណ៍ថ្មីអញ្ចឹងទៅខ្ញុំគ្រាន់តែប្រាប់តែប៉ុណ្្នឹងទេបាយ